អ្នកដែលបូជាផ្កាថ្វាយព្រះអង្គដូចជាផ្កាម្លិះអីជាដើមបានបុណ្យបានអានិសង្សច្រើនបើយើងមើលនៅក្នុងគម្ពីរព្រះត្រៃបិដកភាគ72 73 74គម្ពីរអបទានអ្នកខ្លះដាក់ផ្កាឈូកថ្វាយព្រះអ្នកខ្លះដាក់ផ្កាម្លិះថ្វាយព្រះអ្នកខ្លះដាក់ផ្កាមន្ទាបោះផ្កាផ្សេងថ្វាយព្រះហើយអ្នកទាំងនោះឥឡូវនឹងបានជាព្រះរហន្តជាភិក្ខុនៃហើយពោលគាថាម្នាក់មួយក្នុងថេរគាថាធរិគាថាថាខ្លួនដែលមាននិស្ស័យជួបជាមួយព្រះបាននៅបដិសម្ពិទាបានត្រាស់ដឹងធម៌បានរួចចាក់ទុកនឹងក៏មកពីអានិសង្សដែលខ្លួនបានដាក់ផ្កាថ្វាយព្រះពីជាតិមុននោះដែរមានច្រើនហើយអានិសង្សបានផលក្នុងបច្ចុប្បន្នដូចជានាយមាលាកាគេឲ្យយកផ្កាម្លិះយកទៅថ្វាយស្ដេចប្របាទពំពិសាគាត់ឃើញប្រពុតយាងមកជ្រះថ្លាពេកបាចផ្កាម្លិះមួយដៃថ្វាយទៅព្រះអង្គផ្កាម្លិះនោះវាអត់ជ្រុះវានៅហើពីលើព្រះអង្គនឹងជ្រះថ្លាពេកព្រាចមួយដៃទៅទៀតផ្កាម្លិះនោះអត់ជ្រុះទៀតនៅតែកលឹងព្រះអង្គដូចឃ្មុំកាហាយទឹកចឹងឯងគាត់ជ្រះថ្លាព្រឺរួមព្រឺស្បែកត្រេកអរណាស់រីឯប្រពន្ធនោះភ័យខ្លួនហ្មងប្តីអញផ្ដេសផ្ដាស់គេឲ្យយកផ្កាទៅថ្វាយស្ដេចឯងយកទៅថ្វាយព្រះជាមើលតែដឹងដល់ស្ដេចកបត់កហើយគេកាត់កចោលហើយបើអញ្ចឹងបើមានរឿងស្ដេចបហាជីវិតអីក៏មកជាប់ពាក់ព័ន្ធដល់ឯងអញ្ចឹងទៅប្រកាសប្រជាជនឲ្យដឹងសិនថាខ្ញុំលែងប្តីទៅប្រាប់គេថាបងប្អូនអើយខ្ញុំលែងប្តីហើយប្តីខ្ញុំនឹងខ្ញុំអត់មានពាក់ព័ន្ធអីគ្នាទេលែងគ្នាហើយហើយបើសិនជាមានរឿងគេសម្លាប់ប្តីអីជាកុំឲ្យគេសម្លាប់ដល់ឯងថាលែងគ្នាមានអីដល់តែដឹងដល់ប្របាទពំពិសាលោកជ្រះថ្លាបន្ថែមឲ្យទ្រព្យសម្បត្តិតម្លើងយុស័កបន្ថែមទៀតប្រពន្ធខកចិត្តទៅទេចាខ្ញុំមើលណាចឹងហើយមានទេវបុត្រទេវធីតាជាច្រើនដែលបានទៅកើតក្នុងឋានសួគ៌មានរូបស្អាតដោយសារថ្វាយផ្កានឹងដែរដូចជានាងម្នាក់នោះទេវធីតាម្នាក់នោះស្អាតណាស់មានសម្លៀកបំពាក់ពណ៌លឿងខ្ចីដ៏ស្រស់ហើយព្រះមហាមោគលានសួរថាមនាលនាងទេវធីតាកាលនៅជាមនុស្សធ្វើបុណ្យអីបានជាកើតមកទេវធីតាមានពណ៌ស្រស់ខ្ចីស្អាតយ៉ាងហ្នឹងនាងថាខ្ញុំព្រះអង្គមិនចង់ហ៊ានប្រាប់សោះព្រោះបុណ្យនឹងវាតិចពេកចង់ដឹងអាបុណ្យតិចនឹងធ្វើម៉េចថាដាំអនងហើយបលឹមឡើងឃើញអនងចេញផ្កាចុះមកមិនតាន់លុបមុខផងទៅកាច់ផ្កាអនងថាយកទៅបូជាស្ថានធ្នោបតូបបច្ចេកដីលើទួលមួយដែលគេតម្កល់ព្រះសរីរិកធាតុនៅក្បែរផ្ទះហ្នឹងដើរយកទៅថ្វាយមិនតាន់ទាំងដល់ផងគោនោះវាជុលស្លាប់មកបានមកកើតជាទេវធីតាមានពណ៌សម្បុរស្រស់ស្អាតបានសម្បត្តិទឹកមកប៉ុណ្ណឹងហ្នឹងណាបានលោកឃើញថាអស្ចារ្យណាស់សេចក្តីជ្រះថ្លាជាមួយព្រះសម្ពុទ្ធអញ្ចឹងបានពណ៌សម្បុរស្រស់ស្អាតល្អដោយសារការថ្វាយផ្កាក៏មានការនិយមថ្វាយផ្កាជាហូរហែមកចឹងយើងមើលឃើញរឿងរ៉ាវថ្វាយផ្កានេះមានជាច្រើនក្នុងពុទ្ធសាសនានេះរយផ្កាមន្ទាបោះរយផ្កាម្លិះថ្វាយព្រះអង្គឯហ្នឹងប៉ុន្តែគេនិយមថាអញ្ចេះគេថាបើថ្វាយផ្កាស្រស់ផ្កាកំពុំគេប្រាថ្នាឲ្យបានប្រពន្ធកំមុំបើបានប្តីកំឡោះហើយបើថ្វាយអាផ្កាក្រៀមបានប្រពន្ធចាស់បានប្តីតាគេតណាលពីនាងអមិតថតានិងតាជូជក់ញោមញៀនដែលស្គាល់តាជូជក់ដែរតាជូជក់បានប្រពន្ធកំមុំស្អាតនាងអមិតថតានាងអមិតថតាពីជាតិមុនពេលដែលគេថ្វាយផ្កាដល់ព្រះសម្មាសម្ពុទ្ធព្រះបច្ចេកពុទ្ធពុទ្ធរូបអីនាងតែងតែជំទាស់អង្គគេថាចាំបាច់ថ្វាយអីអាផ្កាល្អផ្កាស្រស់ទេឬតែក្រៀមនឹងទៅថ្វាយក៏តែបានដែរថ្វាយតែក្រៀមនឹងហើយអាចាស់នឹងបានណាកាលពីជាតិមុនមកគេថ្វាយផ្កាកំពុំឯងថ្វាយតែផ្ការុះរយក្រៀមដល់តែជាតិកើតមកជាមនុស្សនេះគេបានប្តីប្រពន្ធកំមុំកំឡោះអស់ឯងបានតាជូជក់ចាស់ជាងអាត្មាទៀតមើលទៅមុខតាជូជក់ប្រហែលជាយ៉ាប់ជាងមុខអាត្មាទៀតណាញោមតាមគេពិពណ៌នាមកគេថា
chẳng chỉ ni cái lẹ đôi con tục khoai này liên thái đôi này cái đám bục mọt sầm mềm sầm mám đôi giờ đưa hà xây cái cún ấu đấy đi cái chăn chè cha hỏi sạch đom nông phơi pong cái pong ở đâyจะđộc à gì nhà vuông đôi thái nung tôm hay còn là mưa tam nâng tới đôi dập mưa bát đấy còn là lư cái bề bò rồi nì nâng đó thấy nâng cái thà niềng ban cao chim manu đá to là ban bắt đây chả trên cái mau bị thoái cả chả cho đó cái tha ta tôi chu bay pu tới cào nó niềng ban bắt đây cầm lọt mình mà đong ở trong mạch đài cái tha pel cào niềng nhẹ luôn ta pel cào môi tiết niềng nhẹ luôn ta anh ấy mình đã ban thoái cả lon kia sót thoái tập cả cái chả lơ rọp cả sọt tới thoái mà đong chẳng ta ban bị ọt bị ta chu bay pu tới ban bắt đây cào tới cầm lọt sạch mà đòn vĩnh đài chẳng nhôm nhiệt dồn tam nắng thôi mạch thôi tới phần đại bây giờ ta đam mà nung tới lên khơi nhà nung tranh cá bé rồi thoại bè óc khăn sló na nhóm ọt phai ọt bàn phai côn ngò tiết ấy lúc ná mà tê na oi mai bè cả nung ở hà lính họ tập phai cái đập môi bàn tục sló cả con nhôm mới cầm lư được tháp bàn anh xong rất bè